ជ័យបរិឆាទី10គ្នាទី1តាស្មឹងសមយេមេរោទេវពុទ្ធោក្នុងសម័យនោះទេវបុត្រមានចិត្តបាបគិតក្នុងចិត្តថាព្រះសិទ្ធត្ថៈរាជកុមារនេះប្រាថ្នាដើម្បីកណ្ដងនៅវិស័យនេះអញឥឡូវអញមិនអោយព្រះសិទ្ធត្ថៈនេះកណ្ដងបានទេទើបមាកេណ្ឌសេនាឃោសនានាំមាពលចេញមកតែសេនានៃមានោះកម្រាស់ខាងមុខមាន12យោជន៍ខាងឆ្វេងស្ដាំមាន12យោជន៍ដូចគ្នាមាសេនាទាំងអំបានោះក៏ស្ថិតនៅដេកដាស់ពីពេញដរាបដល់កណ្ដាប់នៃចក្រវាឡមានសេនាចំណែកខាងលើមានប្រមាណ9យោជន៍សំឡេងដែលមានឃោសនានោះឮខ្ទរខ្ទាទៅចម្ងាយ100,000យោជន៍ដោយជុំវិញហាក់បីដូចជាសន្ធឹងកក្រើកផែនដីទាំងមូលគ្នាទី2មេរោទេវពុទ្ធោបញ្ញាធិកយោចនៈសតុពពេធាំងមាទេវបុត្រឡើងជិះលើខ្នងដំរីមេខលជាតិទេវបុត្រមាឡើងជិះលើខ្នងដំរីគិរីមេខលមានកម្ពស់150យោជន៍និមិត្តដៃ1000កាន់គ្រឿងអាវុធមានប្រការផ្សេងចំណែកមាសេនាសោតក៏និមិត្តកាយផ្សេងមានវណ្ណៈខៀវលឿងជាដើមមានដៃកាន់គ្រឿងអាវុធផ្សេងគ្នាមាសេនាពួកខ្លះមានខ្លួនជាសត្វមានក្បាលជាយក្សចំពោះខ្លះមានខ្លួនជាយក្សមានក្បាលជាសត្វមរឹកក៏និងបក្សីជាដើមមានកាយខ្លះខ្ពស់ផ្សេងពួកខ្លះកម្ពស់1គីវុតខ្លះ2គីវុតខ្លះ3គីវុតខ្លះទៀត1យោជន៍ដើរចូលទៅកាន់ពោធិមណ្ឌលរាល់គ្នាទី3មេរេពោធិមណ្ឌលាំងអសម្បតេនាកាលមានិងពលនៃមាមិនទាន់ដល់ពោធិមណ្ឌលនៅឡើយទេវតាទាំងឡាយដែលនៅក្នុងចក្រវាឡទាំង100,000ដែលមកចំរោមព្រះបរមពោធិសត្វគ្រាន់តែឮសំឡេងសន្ធឹងកឹកកងនៃមាសេនាលើកមកក៏រត់ទៅកាន់ទីដតីផ្សេងចំណែកសកទេវរាជក៏កាន់យកសង្ឃវិជ្ជយុទ្ធលាក់ក្រោយខ្នងរត់ទៅឈរនៅលើភ្នំចក្រវាឡមហាព្រហ្មក៏ចាប់កម្ពុជាស្វេតឆ័ត្រហោះរត់ទៅស្ដេចកលនីក៏នាំនាងកញ្ញាទាំងអស់រត់ជ្រែកដីចុះទៅកាន់ពិភពនាគមានប្រមាណ500យោជន៍យកដៃខ្ទប់មុខដេកកាលបើទេវតារត់អស់ទៅព្រះបរមពោធិសត្វគង់នៅតែមួយអង្គឯងហាក់បីដូចជាមហាព្រហ្មស្ថិតនៅក្នុងវិមានមិនខ្លាចនៅមាពលនោះឡើយគ្នាទី4អដ្ឋមេរោអត្តណោបរិសੰអាហៈលំដាប់នោះមារាធិរាជក៏ស្រែកប្រាប់សេនាជាបរិវារនៃខ្លួនថាមនាលអ្នករាល់គ្នាបរោះដតីស្មើនឹងព្រះសិទ្ធត្ថៈនេះគ្មានទេយើងមិនអាចនឹងធ្វើសង្គ្រាមក្នុងទីចំពោះមុខនៃសិទ្ធត្ថៈនេះបានឡើយយើងចូលទៅបានតែខាងឆ្វេងខាងស្ដាំនិងខាងក្រោយប៉ុណ្ណោះឯមហាបរោះទ្រង់ទតទៅឃើញទិសទាំង3ស្ងាត់ព្រោះទេវតារត់ចោលទៅអស់ទ្រង់ឃើញមាពលលើកមកខ្នាន់ខ្នាប់អំពីទិសឧត្តរ
ទើបទ្រង់ព្រះចិន្តាថាជនទាំងអំបាលនេះលះបង់អាត្មាអញរត់ទៅអស់ហើយឲ្យតែអាត្មាអញនៅតែម្នាក់ឯងមាតាបិតាបងប្អូនញាតិសន្តាននៃអាត្មាអញឯណានីមួយមិនមានឡើយបារមីនៃអាត្មាអញទាំង10ប្រការនេះដូចជាជនជាបរិវារនៃអាត្មាអញកាលជាយូរណាស់មកហើយព្រះអង្គនឹកបារមីទាំង10ប្រការស្រេចហើយគង់នៅលើប្រងើយគ្នាទី5អដ្ឋមេរោទេវបុត្រតលំដាប់នោះទេវបុត្រមាក៏បណ្ដាលនៅមណ្ឌលខ្យល់ឲ្យតាំងឡើងដោយគិតថាអញនឹងឲ្យព្រះសទ្ធត្ថៈនេះរត់ចេញដោយខ្យល់នេះខ្យល់នោះខ្លាំងណាស់អាចបក់បោកបំបាក់កំពូលភ្នំបានលុះមកដល់ព្រះពោធិសត្វក៏មិនអាចនឹងបក់សូម្បីតែជាជីវរឲ្យកម្រើកបានលំដាប់នោះទេវបុត្រមាក៏បណ្ដាភ្លៀងធំភ្លៀងដុំថ្មភ្លៀងគ្រឿងប្រហារភ្លៀងរងើកភ្លើងភ្លៀងផេះក្តៅភ្លៀងដីខ្សាច់ភ្លៀងភក់បណ្ដាលឲ្យងងឹតផ្សែងអាប់អស់ទិសទាំង4សភាវៈទាំងឡាយមានខ្យល់ជាដើមនោះមិនអាចបៀតបៀនព្រះបរមពោធិសត្វបានឡើយត្រឡប់ទៅជាគ្រឿងបូជាទៅវិញគ្នាទី6អេវង្មេរោអ៊ីម៉ាហេនវៈហេវិតវសាទីហេអេមេរិយធីរីមេរិយធីរាជមិនអាចដើម្បីឲ្យព្រះពោធិសត្វរត់ទៅដោយហេតុទាំង9ប្រការមានខ្យល់និងភ្លៀងជាដើមបានទើបបង្គាប់ពួកពលសេនាឲ្យចូលទៅចាប់ព្រះបរមពោធិសត្វសម្លាប់ឬបណ្ដេញឲ្យរត់ចេញទៅចំណែកក្រុងមាក៏ឡើងអង្គុយលើដំរីមានដៃកាន់យកអាវុធ1000បដំរីចូលទៅចិត្តហើយពោលថាណែសទ្ធត្ថៈចូលអ្នកក្រោកចេញចាករតនបល្ល័ង្កនេះរតនបល្ល័ង្កនេះមិនត្រូវបានអ្នកទេត្រូវបានយើងទេតើព្រះពោធិសត្វក៏ពោលតបទៅមាថាមនាលមាអើយបារមីទាំង10ប្រការមហាបរិច្ចាគ5ចរិយា3ប្រការអ្នកឯងមិនបានបំពេញទេបល្ល័ង្កនេះមិនមែនកើតឡើងសម្រាប់អ្នកទេបល្ល័ង្កនេះកើតឡើងដោយបុណ្យបារមីនៃយើងទេតើគ្នាទី7មេរោបាបិមារសិតមាអ្នកសោមានចិត្តបាបបានលឺហើយក៏រឹងរត់តែក្រោតកាន់យកចក្រាវុធមានមុខដំមុតចោលតម្រង់ទៅព្រះបរមពោធិសត្វឯចក្រាវុធក៏คล้ายទៅជាពិដានស្ថិតនៅខាងលើព្រះបរមពោធិសត្វចំណែកមាបរិស័ទក៏លើកយកកំពូលភ្នំធំចោលទៅសម្ដៅព្រះពោធិសត្វកំពូលភ្នំក៏คล้ายទៅជាមាលាបូជាទៅវិញចំណែកទេវតាដែលរត់ចោលព្រះពោធិសត្វទៅឈរក្រោយភ្នំចក្រវាលចាំមើលក៏គិតគ្នាថាប្រហែលជាសទ្ធត្ថៈនោះវិនិច្ឆ័យទៅដោយដៃមាហើយទីដឹងព្រះមហាបុរសទ្រង់ប្រចិន្តាថាបល្ល័ង្កដែលកើតដល់ពោធិសត្វទាំងឡាយក្នុងថ្ងៃជាទីត្រាស់ដឹងបានកើតដល់អាត្មាអញទើបទ្រង់សួរទៅមាថាអ្នកណាជាបន្ទាប់របស់អ្នកមាក៏តបទៅថាពួកពលសេនាទាំងឡាយនេះជាបន្ទាល់របស់យើងពោធិសត្វតបទៅថាមាអើយបន្ទាល់របស់អ្នកសុទ្ធសឹងមានចេតនាបុគ្គលណាជាបន្ទាល់នៃយើងមិនមានព្រះអង្គ
នឹកដល់ទានដែលព្រះអង្គឲ្យហើយក្នុងកាលកើតជាព្រះវេស្សន្តរទើបព្រះអង្គបញ្ចេញព្រះហស្ថពីក្នុងជីវរចង្អុលទៅផែនដីហើយតបទៅថាមាអើយមហាព្រឹត្តពីរនេះជាបន្ទាល់របស់យើងផែនដីដ៏លាន់ឮសំឡេងឡើងហាក់ដូចជាក្រាបទូលថាយើងខ្ញុំជាបន្ទាល់ព្រះអង្គគ្នាទី8តតោមហាពុរិសោលំដាប់នោះព្រះមហាបុរសពិចារណាទានបារមីដែលព្រះអង្គឲ្យដំរីក្នុងកាលដែលព្រះអង្គសោយប្រជាជាព្រះវេស្សន្តរឯដំរីណាឡាគិរីនោះក៏ទប់ទល់មិនបានទុនជង្គង់លុតចុះលើផែនដីមាសោតក៏លើកដៃទាំង1000ដាក់លើសិរសាពោលដោយគាថាអ្នកមោទេពុរិសច្បញ្ញៈអ្នកមោទេពុរិសត្តមៈសទេវកាស្មੰលោកស្មੰណដ្ឋិតេបដិបុគ្គលោតុវាំងពុទ្ធូតុវាំងសត្ថាតុវាំងមារាភិក្ខុមុនិតុវាំងអនុសយេឆណោតណោតរេហិមੰបច្ចន្តិបបិទ្ធព្រះអង្គជាបុរសអាជីណីខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គបបិទ្ធព្រះអង្គជាមហាបុរសខ្ពង់ខ្ពស់ខ្ញុំព្រះអង្គសូមនមស្ការចំពោះព្រះអង្គក្នុងលោកនេះព្រមទាំងទេវលោកមិនមានបុគ្គលណាមួយប្រៀបផ្ទឹមស្មើនឹងព្រះអង្គបានឡើយព្រះអង្គជាព្រះពុទ្ធព្រះអង្គជាសាស្ត្រាចារ្យព្រះអង្គជាអ្នកប្រាជ្ញទ្រង់គ្របសង្កត់នៅពុមាព្រះអង្គជាអ្នកកាត់ផ្ដាច់ផ្ដិលនៅអនុសាសយុគកិលេសទ្រង់ឆ្លងផុតចាកសង្សារហើយសូមទ្រង់ចម្លងនៅខ្ញុំព្រះអង្គជាសត្វផងមាននមស្ការហើយហោះរត់ទៅមានសេនាក៏រត់ទៅកាន់ទីដតីចំណែកទេវតាបានឃើញមានរត់ទៅដូច្នោះក៏ប្រឹក្សាគ្នាថាមានបរាជ័យចាញ់មហាបុរសរត់ទៅអស់ហើយព្រះសទ្ធត្ថៈនៃយើងមានជ័យជំនះឈ្នះមាហើយគិតហើយក៏កាន់យកនៅកន្ធមាលាហោះចុះមកពោធិបល្ល័ង្កមានចិត្តត្រេកអរក៏ស្រែកឃោសនាថ្វាយជ័យរាល់គ្នាក្នុងគ្រានោះចប់មារវិជ័យបរិច្ឆេទទី10